ជាទូទៅបងប្អូន reset password ប្រយ័ត្នពេល1នាទីចុះបើខ្ញុំនិយាយថាខ្ញុំមានវិធីសាស្ត្រមួយដែល reset password ត្រឹមតែ30វិនាទីបងប្អូនជឿអត់បើចង់ដឹងមើលទាំងអស់គ្នាជាដំបូងបងប្អូនចុច Windows key អក្សរ O ហើយបងប្អូនវាយពាក្យ Control clear user password ហើយលេខ2បងប្អូនចុច Enter ត្រង់ចំណុចនេះបងប្អូននឹងឃើញ user របស់យើងដែលយើងចង់ reset password អញ្ចឹងបងប្អូនមើលមកខាងក្រោមនឹងឃើញពាក្យថា reset password បងប្អូនចុចទៅលើពាក្យហ្នឹងមកបើបងប្អូនចង់ផ្ដាច់ password បងប្អូនគ្រាន់តែចុច OK ជាការស្រេចតែបើបងប្អូនចង់បដូរ password ថ្មីបងប្អូនគ្រាន់តែវាយ password ថ្មីបងប្អូនចូលត្រង់នេះមកហើយចុច OK ជាការស្រេច